ផ្ទះនេះយើងបានទិញរួចទៅហើយវាជាកម្មសិទ្ធិរបស់យើងមនុស្សគ្រប់រូបត្រូវប្រកាន់ពាក្យសច្ចៈកុំបំពានលើសិទ្ធិរបស់អ្នកដទៃបើគេមិនប៉ះពាល់យើងក៏មិនប៉ះពាល់គេដែរចាប់ពីថ្ងៃនេះទៅគ្រប់គ្នាត្រូវជៀសវាងកុំធ្វើអ្វីឲ្យប៉ះពាល់ដល់ទីនេះទៀតត្រូវចាំទុកថាបើយើងសាងអំពើអ្វីមួយហើយផលនោះនឹងតបស្នងយើងវិញសាងបុណ្យបានបុណ្យសាងបាបបានបាប